ទិញដីឬផ្ទះប្លង់រឹងមានកិច្ចសន្យាមានប្លង់ទុនអមជាមួយហើយតើចាំបាច់ត្រូវកាត់ឈ្មោះប្លង់រឹងដែរឬទេថ្ងៃនេះខ្ញុំសូមចែករំលែកហេតុផលសំខាន់មួយចំនួនដើម្បីជាប្រយោជន៍ដល់បងប្អូនទាំងអស់គ្នាហេតុផលទី1ពេលខ្លះយើងទិញពីម្ចាស់ដើមដែលគាត់មានវ័យចំណាស់ឬគាត់ត្រូវផ្លាស់ទីលំនៅទៅឆ្ងាយប្រសិនបើថ្ងៃក្រោយយើងចង់លក់បន្តឬចង់យកដីនឹងទៅប្រើប្រាស់ការតាមរកម្ចាស់ដើមមកផ្ដិតមេដៃសារជាថ្មីអាចនឹងជួបការលំបាកខ្លាំងឬត្រូវចំណាយពេលវេលាវែងឆ្ងាយដែលនឹកស្មានមិនដល់ហេតុផលទី2ថ្ងៃនេះតម្លៃដីធម្មតាម្ចាស់ដីគាត់សហការល្អណាស់តែប្រហែលឆ្នាំក្រោយបើតំបន់នឹងដីឡើងថ្លៃខ្លាំងហើយឈ្មោះនៅលើប្លង់នៅតែជាឈ្មោះរបស់គាត់ត្បិតថាមានកិច្ចសន្យាទិញលក់ក៏ដោយក៏ទឹកចិត្តមនុស្សអាចប្រែប្រួលបានដែរជួនកាលការសុំគាត់មកជួយបំពេញឯកសារអាចនឹងមានការទាមទារប្រាក់បន្ថែមផ្សេងជាធ្នូនៃការផ្ដិតមេដៃនិងចំណុចចុងក្រោយប្រសិនបើម្ចាស់ដើមឬក៏ក្រុមហ៊ុនដែលយើងទិញពីគាត់មានជាប់ពាក់ព័ន្ធនឹងបញ្ហាបំណុលឬទំនាស់ផ្លូវច្បាប់ផ្សេងហើយតុលាការចេញដោយការហាមឃាត់ទុកទ្រព្យសម្បត្តិដីដែលយើងទិញហើយក៏មិនទាន់កាត់ឈ្មោះនោះក៏អាចរងផលប៉ះពាល់ទៅតាមនឹងដែរព្រោះច្បាប់សម្គាល់ទៅលើឈ្មោះដែលមាននៅក្នុងប្លង់ផ្លូវការតែប៉ុណ្ណោះដូច្នេះហើយដើម្បីកុំឲ្យមានការព្រួយបារម្ភនិងដើម្បីការពារញើសឈាមដែលបងប្អូនខំរកបានពេលទិញលក់គួរតែរៀបចំឯកសារកាត់ឈ្មោះផ្ទៃកម្មសិទ្ធិឲ្យបានត្រឹមត្រូវប្រសិនបើបងប្អូនរវល់មិនសូវមានពេលវេលាគ្រប់គ្រាន់រត់ការឯកសារដីធ្លីដោយខ្លួនឯងត្រូវការជំនួយយើងខ្ញុំរងចាំប្រឹក្សាប្រកបដោយជំនាញនិងសម្រួលជូនបងប្អូនដោយក្តីរីករាយ